បាទសួស្ដីមេដែលមានធីមឡានបែនដឹកដីណាបុលកែឆ្នៃអាឡូកែឆ្នៃអេស្កាកែឆ្នៃមេអាចចូលជាមួយនឹងធីម K77 របស់កូនចៅបាននេះមេអញ្ចឹងកូនចៅឥឡូវកូនចៅនៅតា2គ្រឿងនេះទេនៅតែមួយគ្រឿងនេះនេះនៅមួយគ្រឿងនេះអានេះនៅលេងបាននៅស្អាតធម្មតាតែតិចទៀតខ្ញុំនឹងដូរទឹកថ្នាំវាចេញឥឡូវគឺគេខ្ចីទៅគេប្រើជាមួយនឹងទឹកមាសហ្នឹងហើយគឺនៅបូមនៅបែននៅរុញអីបានអត់តន់គុយអីទេអានេះយើងលេងអានេះនិយាយរួមទៅវាបាក់កតាំងវានៅឯមេខ្ញុំអត់ដឹកមកដឹកម៉ូតូខ្ញុំដឹកអត់អស់ណាដឹកម៉ូតូដឹកអត់អស់អញ្ចឹងខ្ញុំនឹងថ្ងៃក្រោយខ្ញុំទៅខ្ញុំនឹងធ្វើការដឹកមកដឹកវាមកសាថ្មីនេះយើងនឹងដឹកកតាំងវាមកបាទសំទោដឹកហ្នឹងហើយដឹកកតាំងវានឹងសាក់ស៊ីវាមកយើងឲ្យដឹកខ្លួនជាមួយនឹងកតាំង Hyundai វេអងដឹកកតាំងវេអងមកវិញហើយក្បាលវេអងគឺគេលួចបាត់ហើយនិយាយរួមទៅគឺបាត់ដោយស្ថាពរហើយអញ្ចឹងមិនចង់បានជាមួយនឹងចង់បាននៅជាមួយនឹងក្បាល K77 នេះអានេះក្បាលនេះសាន់ណាយើងប្រភេទពួកខ្ញុំកាលពីមុនខ្ញុំលេងច្រើនតែឥឡូវខ្ញុំអស់ហើយប្រភេទរបស់ខ្ញុំធ្វើគឺខ្ញុំអត់លេងជាមួយនៅការបិទបើកទ្វារទេព្រោះធ្វើធ្លាប់ធ្វើដែរតែធ្វើទៅវាអត់បានយូរព្រោះដោយសារក្មេងអីមកមើលអញ្ចឹងបិទបើកដាច់កន្លះបិទបើកដាច់កន្លះអញ្ចឹងយើងធ្វើចប់ហើយយើងទិញជាមួយនឹងស្កុតយើងយកមកលេងវិញបាទយើងយកមកលេងវិញអញ្ចឹងសម្រាប់ Hyundai នេះយើងមើលកង់វាចាំកាយយើងលេងជាមួយនឹងកង់ឌុបនៅខាងក្រោយនោះកង់ឌុបហើយបូមគឺវាដាច់កន្លះនៅបូមហើយបាទតែបូមយើងអាចលើកតលចឹងបានហើយយើងលេងជាមួយនឹងទ្រុងតឥឡូវខ្ញុំធ្វើការតម្លាក់បូមមួយសិនបាទតម្លាក់ដៃមួយនេះនេះតម្លាក់មកអាណាងតបបឹបនេះអែមស្នែមនេះអូនេះយើងតម្លាក់ធំតបវិញខ្ញុំមើលទៅម្ដងនេះអែមមិនសម្រាប់ Hyundai របស់ខ្ញុំមិនចង់បានអត់នេះចង់បានឲ្យមកយកមកបាទថ្លៃសេវាខ្ញុំដាក់ឲ្យមិនចេញតែថ្លៃសេវាមកនេះឲ្យមិនយកទៅលេងអានេះដឹក50-60គីឡូអត់បាក់ទេដោយសារយើងធ្វើពីឈើបាទសាក់ស៊ីវាឈើហើយយើងវាគ្រាន់តែអត់ជាមួយកាងធុងសាំងហើយកាងអគុយតែយើងអាចចាប់វិញបានយើងធ្វើតែមកប្រទះពីម្រាមមកបិទវិញកុំឲ្យមើលទៅវាចន្លោះភ្លុយណាឡានគេធម្មតាគេធ្វើកាងឲ្យខាងអត់ទេហើយកាលមុនក៏មានអាណាំងក្រោយវាដែរអាណាំងទុយត្រីវាដែរដល់ឥឡូវគឺបាត់ទៅហើយសម្រាប់អានេះគឺតាំងក្រោយវានៅនឹងសាក់ស៊ីវានៅខ្ញុំនឹងដឹកមកវិញដើម្បីដើម្បីយកវាមកពាក់វាវិញហើយខ្ញុំនឹងដឹកកតាំងវាអងមកវិញហ្នឹងហើយមិនចាំទស្សនាជាមួយនឹងខ្ញុំមកគ្នាដោយសារថ្ងៃមុនខ្ញុំដឹកមកអត់អស់យើងដឹកម៉ូតូដឹកតានេះមួយដាក់ពីមុខណែនឈឹងអានេះវាធំវាមិនមែនទូចឡានមកមើលឃើញខោធំមែនទេព្រោះខ្ញុំធ្វើប្រភេទធំក្រាស់គឺទៅយកអីក្រាស់នេះបាញ់ក្នុងក្រហមចានេះខ្ញុំតិចទៀតខ្ញុំនឹងដូរទឹកថ្នាំខ្ញុំនឹងទិញថ្នាំដូរវាចេញដោយសារទឹកមាសវាអត់សូវចេញទេវាថតទៅយ៉ាងចាស់ពេកប្រហែលជាអាចលេងជាមួយនឹងទឹកប៊ិចនេះឬក៏យ៉ាងណាទេឬក៏លឿងទេបងប្អូនហើយសម្រាប់កង់វាយ៉ាន់កាយយើងនៅតែលេងប្រភេទបែបនេះដែរអរគុណមែនកុំភ្លេចជួយចុច Subscribe ដាក់រូបដងមួយផងជួបគ្នានៅវីដេអូក្រោយ